ចំពោះការក្តៅខ្លួនលើកុមារវាអាស្រ័យទៅនឹងអាយុកុមារដែរព្រោះកុមារទូចពិសេសគឺទារកការក្តៅខ្លួនគឺជាសញ្ញានៃការឈឺធ្ងន់ធ្ងរដោយឡែកកុមារធំដែលឆ្លងកាត់វ័យទារកការក្តៅខ្លួនមែនទែនទៅមិនមែនជាសត្រូវរបស់កុមារទាំងស្រុងទេដូច្នេះមិនជាបញ្ញាបញ្ញាលហួសហេតុដែលអាចទៅរកគ្រូពេទ្យដើម្បីនឹងព្យាបាលបន្ទាន់ទេចាំយើងអាចតាមដានមួយថ្ងៃទៅ2ថ្ងៃក៏មិនជាបញ្ហាដែរលើកលែងតែស្ថានភាពមិនល្អចំពោះកុមារឧទាហរណ៍ថាក្រៅពីក្តៅខ្លួនកុមារអាចមានសញ្ញាផ្សេងៗទៀតដែលមិនប្រក្រតីការថយចុះការហូបអាហារឬក៏មានសញ្ញានៃរីកក្អួតផ្សេងៗរួមផ្សំនឹងការក្តៅខ្លួនទាំងអស់នេះគឺអូខេអាចនាំឲ្យយើងទៅពិគ្រោះជាមួយនឹងពេទ្យកុមារមួយចំនួនធំពេលខ្លះក៏អាចក្តៅខ្លួនបន្តិចបន្តួចហើយក៏បាត់ទៅវិញទៅទាំងអស់នេះភាគច្រើនជាពួក virus ការបង្កឡើងដោយពួក virus គឺមួយថ្ងៃពីរថ្ងៃគឺវាអាចបាត់ទៅវិញហើយចំពោះការក្តៅខ្លួនខ្លាំងគឺអូខេអាចដែរពិចារណាដែរបើសិនណាជាការឡើងកម្ដៅមានស្ថានភាពប្រែប្រួលច្រើនដោយពិបាកនឹងបំបត្តិដោយការផ្ដល់ថ្នាំបញ្ចុះកម្ដៅដែលយើងប្រើជាទូទៅមានប៉ារ៉ាសេតាមុលជាដើមហ្នឹងអូខេអាចនឹងពិចារណាយកកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីនឹងសិក្សាមើលថាតើវាមានអីក្រៅពីក្តៅខ្លួននឹងឬក៏មានមូលហេតុអ្វីដែលបង្កក្តៅខ្លួននឹងដែលឡែកចំពោះថាតើការដែលឈឺក្មេងក៏អាចមានបញ្ហាឈឺក្បាលឈឺធ្មេញឈឺត្រចៀកទាំងអស់នេះបើជួបខ្ញុំគិតថាយកទៅពិគ្រោះជាមួយនឹងអ្នកផ្ដល់សេវាសុខាភិបាលយកក្មេងទៅពេទ្យមិនគួរព្យាយាមព្យាបាលនៅផ្ទះទេក៏ប៉ុន្តែមុននឹងទៅឧទាហរណ៍មុននឹងទៅពេទ្យវាអាស្រ័យទៅនឹងដែលយើងស្នាក់នៅឆ្ងាយជិតពេទ្យបើសិននៅជិតពេទ្យអូខេយើងងាយនឹងទៅដល់ពេទ្យប៉ុន្តែបើយើងនៅឆ្ងាយក្មេងឈឺពិបាកទ្រាំណាស់យើងអាចប្រើថ្នាំបំបត្តិការឈឺចាប់ថ្នាំបំបត្តិការឈឺចាប់ដែលយើងឲ្យអនុសាសន៍សម្រាប់ប្រើជាបឋមបានគឺប៉ារ៉ាសេតាមុលដោយសារវា safe វាសុវត្ថិភាពសម្រាប់ក្មេងអញ្ចឹងទេគឺទោះបីក្មេងនឹងកើតរោគស្អីក្នុងនឹងក៏ដោយឧទាហរណ៍ក្មេងអាចមានជំងឺផ្សេងទៀតដូចជាជំងឺគ្រុនឈាមជំងឺអីទៅគឺប៉ារ៉ាសេតាមុលនៅតែមានសុវត្ថិភាពសម្រាប់កុមារទេ